ស្ទើរតែអស់ជីវិតប៊ីមិនបានខ្លាចជាតារា K-pop ល្បីដូចសពថ្ងៃនេះគឺដោយសារតែ វីកូឡារសជាតិនៃមោទនភាពជាតិ Our Cola Our Pride មូលហេតុបែបនេះហើយទើបតារា K-pop មួយចំនួនមិនថាជាតារាចម្រៀងក្រុមឬក៏តារាចម្រៀងតូនោះទេនៅក្នុងមួយឆ្នាំពួកគេតែងតែបរិច្ចាគថវិកាជួយទៅលើកុមារដែលមានជំងឺជាច្រើនដោយសារតែពួកគេធ្លាប់មានប្រវត្តិកាលនៅពីក្មេងគឺមានជំងឺប្រចាំកាយស្ទើរតែមិនអាចសង្គ្រោះជីវិតរបស់ពួកគេបានដូច្នេះនៅពេលដែលពួកគេមានកេរ្តិ៍ឈ្មោះល្បីល្បាញនិងមានថវិកាបន្តិចបន្តួចពួកគេភាគច្រើនគឺយកថវិកាទាំងអស់នោះទៅបរិច្ចាគជួយកុមារដែលមានជំងឺនិងកុមារកំព្រាShulin សមាជិកក្រុម Sister កាលពីកុមារភាព Shulin ធ្លាប់មានជំងឺម្យ៉ាងស្ទើរតែឆក់យកជីវិតរបស់នាងទៅហើយជំងឺនេះគឺជាជំងឺថ្លើមធ្ងន់ធ្ងរដែលបណ្ដាលមកពីការស្ទះបំពង់ទឹកប្រមាត់តាមការបញ្ជាក់ព័ត៌មានមួយចំនួនបានបញ្ជាក់ថាម្ដាយរបស់នាងបានផ្ដល់កំណើតឲ្យនាងគឺមិនគ្រប់ខែនោះទេហើយឈឺធ្ងន់ថែមទៀតផងត្រូវការវះកាត់ច្រើនដងហើយថែមទាំងបានបាត់បង់ថង់ទឹកប្រមាត់ទៀតចំណែកឯស្នាមនៅលើពោះរបស់នាងគឺបណ្ដាលមកពីការវះកាត់ជាច្រើនដងនេះឯងចំពោះ Zico សមាជិកក្រុម Block B ដែលជាដៃគូចម្រៀងជាមួយនឹង Jennie រូបគាត់ត្រូវបានគេដឹងថាគឺមានជំងឺជាច្រើនប្រភេទនៅក្នុងខ្លួនផងដែរគឺមានដូចជាបញ្ហាបេះដូងជំងឺហឺតនិងរលាកតង់សួតកាលនៅជាទារកគាត់មានបញ្ហាភ្លើដង្ហើមធ្ងន់ធ្ងរនិងបញ្ហាបេះដូងដែលតម្រូវឲ្យគាត់វះកាត់រហូតដល់2លើកហើយជីវិតនៅពេលកុមារភាពរបស់គាត់គឺភាគច្រើនចំណាយនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យច្រើនជាងគេសម្រាប់ខ្ញុំមិននឹកស្មានថា Zico មើលទៅជាបរិបទម្នាក់ដែល strong ខ្លាំងមែនតើ energy ចេញមកគឺខ្លាំងហ្មងមិននឹកស្មានថាជីវប្រវត្តិរបស់គាត់កាលនៅពីក្មេងធ្លាប់មានជំងឺជាច្រើនបែបនេះសោះប៉ុន្តែឥឡូវនេះខ្ញុំចង់នាំអ្នកទាំងអស់គ្នាទៅរំលឹកនៅព្រឹត្តិការណ៍មួយកាលពីឆ្នាំមុនតាក់ទងជាមួយនឹងហ៊ីយ៉ូណាដែលគាត់សម្ដែងសុកគាត់ស្លាប់នៅលើឆាកអ្នកទាំងអស់គ្នាមាននៅចាំអត់ដែលមានមតិមួយចំនួនបាននិយាយថាគឺគាត់មានទម្ងន់ទៅធ្វើឲ្យគាត់នឹងដួលសន្លប់នៅលើឆាកបែបនេះហើយមានអ្នកខ្លះគេបាននិយាយថាគាត់តមហាចង់សម្លប់ទម្ងន់ខ្លាំងពេកទៅធ្វើឲ្យគាត់នឹងសន្លប់នៅលើឆាកបែបនេះដូចគ្នាផងដែរប៉ុន្តែអ្វីដែលខ្ញុំតាមដានព័ត៌មានតាក់ទងជាមួយនឹងហ៊ីយ៉ូណាគឺអាចនិយាយបានថានេះតាមខ្ញុំគិតទេណាគឺខ្ញុំគិតថាគាត់មានជំងឺមួយចំនួននៅក្នុងខ្លួនទើបបណ្ដាលឲ្យគាត់នឹងអាសាសន្លប់បែបនេះហ៊ីយ៉ូណារូបនេះមានជំងឺប្រចាំកាយមួយប្រភេទគឺជាជំងឺរលាកកាពះពោះវៀនរ៉ាំរ៉ៃនិងអាសាដួលសន្លប់ហើយជំងឺទាំងនេះហើយទៅធ្វើឲ្យរូបនេះសម្រេចចិត្តចាក់ចេញពីក្រុម Wonder Girl នៅក្នុងឆ្នាំ2007ដើម្បីផ្ដោតសំខាន់ទៅលើការព្យាបាលជំងឺរបស់ខ្លួនបន្ទាប់ពីបានធូរស្រាលបន្តិចរូបគាត់ក៏បានសម្រេចចិត្តចូលរួមជាមួយនឹងក្រុម4 Minuteយាយីសមាជិកក្រុម XZ រូបនេះមានជំងឺមួយប្រភេទដែលមានឈ្មោះថា Atopy ជាប្រភេទជំងឺអាឡែហ្ស៊ីធ្ងន់ធ្ងរប៉ុន្តែលើពីនេះទៅទៀតកាលពីរូបនេះនៅមានអាយុ8ឆ្នាំរូបនេះត្រូវបានគេរកឃើញថាមានជំងឺរលាកសួតនិងជំងឺរលាកឆ្អឹងផងដែរដោយជំងឺទាំងពីរនេះមានលក្ខណៈធ្ងន់ធ្ងរសម្រាប់នាងរហូតដល់ម្ដាយរបស់នាងបាននិយាយថារូបនាងមិនអាចនឹងរស់រានមានជីវិតនោះទេប៉ុន្តែជាសំណាងល្អមន្ទីរពេទ្យឯកទេសអាចរកឃើញថ្នាំត្រឹមត្រូវសម្រាប់ព្យាបាលជំងឺរបស់នាងរហូតដល់បានធូរស្រាលដូចសពថ្ងៃឡាយសមាជិកក្រុម EXOចំពោះឡាយរូបគាត់មានជំងឺមួយប្រភេទដែលគេហៅឈ្មោះថា hemophilia ដែលជាជំងឺសែនដំណរពូជដែលរារាំងឈាមមិនឲ្យកកឡាយត្រូវតែប្រុងប្រយ័ត្នខ្ពស់ពីការមុតឬរបួសដែលមានស្ថានភាពជ្រៅពីព្រោះវាអាចបណ្ដាលឲ្យរូបគាត់មានការបាត់បង់ឈាមច្រើនពេកបើសិនបងប្អូនទាំងអស់គ្នាមានចម្ងល់ឬក៏សំណួរអ្វីផ្សេងទៀតអាច comment ខាងក្រោមវីដេអូនេះខ្ញុំនឹងព្យាយាមស្វែងរកចម្លើយជូនដល់អ្នកទាំងអស់គ្នា